បាទសម្រាប់វីដេអូនេះខ្ញុំបង្ហាញអំពីការគណនាផលបូកដោយប្រើប្រាស់លក្ខខណ្ឌ2ដូច្នេះហើយការគណនាខ្ញុំឧទាហរណ៍ថាបូកសរុបបាទសម្ភារៈទំនិញដែលជាបច្ចេកវិទ្យាហើយមានតម្លៃលើសពី800មកថាចាប់ពី800ឡើងដូច្នេះយើងអាចប្រើប្រាស់រូបមន្តមួយគឺរូបមន្ត sum if sum if ដោយប្រើ sum if មាន s ដូចជា8 sum if មកដាក់វងកញ្ចក់បាទយើង select ជួរតម្លៃដែលយើងមានទាំងអស់មកបាទហើយយើង comma មួយក្នុង comma នេះចាប់ផ្ដើមដាក់លក្ខខណ្ឌដូចប្រើselect ជួរដែលយើងគួរដាក់លក្ខខណ្ឌមកបាទបន្ទាប់មកយើង comma មួយទៀតបាទយើងវាយសញ្ញាធ្មេញកណ្ដុរបាទហើយខ្ញុំវាយធ្មេញកណ្ដុរពីរម្ដងហើយនៅក្នុងធ្មេញកណ្ដុរនេះខ្ញុំដាក់លក្ខខណ្ឌថាបាទជាសម្ភារៈប្រភេទបច្ចេកវិទ្យាបាទខ្ញុំសេបច្ចេកវិទ្យាបាទមកថាពី B2 ដល់ B13 ហ្នឹងយើងយកតែសម្ភារៈបច្ចេកវិទ្យាទេបន្ទាប់មកយើង comma មួយទៀតបាទយើងបាទសរុបជួរអូសនៅក្នុងជួរតម្លៃគឺតម្លៃសរុបនេះបាទហើយcomma មួយទៀតយើងដាក់លក្ខខណ្ឌបាទតម្លៃលើសពី800គឺយើងយកសញ្ញាប្រើសញ្ញាធំជាងឬស្មើ800អញ្ចឹងយើងដាក់ធំជាងឬស្មើ800បន្ទាប់មកយើងបិទវងកញ្ចក់enter មកគឺវានឹងសរុបតម្លៃលេខរបស់យើងគឺឧទាហរណ៍បាទយើងឃើញ2400បើយើងបូកសរុបតម្លៃរបស់យើង800គឺមានបាទមាន iPad Pro ហើយនិង laptop បាទសូមអរគុណ